ចាំបាច់ខ្លាចទៅអីខ្លាចបរទេសទៅអីកុំខ្លាចឲ្យបរទេសមកមើល The world's ability and support its government and people. That's what we've done. លោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីតទៅនេះសូមអញ្ជើញទស្សនាព័ត៌មានប្រចាំថ្ងៃរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ក្នុងដំណើរតាមរថយន្តទាំងថ្ងៃទាំងយប់ដែលឥតឈប់សម្រាកចាប់ពីថ្ងៃទី22ដល់ថ្ងៃទី23កក្កដាឆ្នាំ2008ក្រុមការងារបណ្ដាញទូរទស្សន៍កម្ពុជា CTN ដែលដឹកនាំដោយលោកអង្គញាគិតធៀងបានដឹកនាំអំណោយសប្បុរសជនទៅចែកជូនដល់ដៃកងកម្លាំងប្រដាប់អាវុធដែលមានកាតព្វកិច្ចឈរជើងការពារទឹកដីនិងប្រាសាទព្រះវិហារដែលជាមរតកដ៏អស្ចារ្យរបស់ដូនតាខ្មែរយើងហើយដែលត្រូវបានអង្គការ UNESCO ទើបសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីកន្លងទៅនេះអំពីសម្ភារៈថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលទទួលបានទាំងប្រមាណនេះគឺជាការផ្ដួចផ្ដើមគំនិតដោយលោកអង្គញាគិតធៀងក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធដែលកំពុងមានកាតព្វកិច្ចដកដងឧត្តមក្នុងពុបហេតុការពារទឹកដីនិងប្រាង្គប្រាសាទព្រះវិហារដ៏ជាទីស្រឡាញ់របស់ពលរដ្ឋខ្មែរគ្រប់រូបហើយដែលត្រូវបានទាហានសៀមកំពុងធ្វើការរំលោភបំពានលើអធិបតេយ្យភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងនាពេលនេះម្យ៉ាងវិញទៀតក៏ចង់ឃើញអំពីស្មារតីរួមចំណែកក្នុងពុបហេតុស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់ប្រាង្គប្រាសាទនិងការពារកេរមរតកដែលជាបេតិកភណ្ឌគ្មានគូប្រៀបនៃដូនតាខ្មែរយើងដែលបានបន្សល់ទុកឲ្យសូមបញ្ជាក់ថាចំពោះថវិកាដែលសប្បុរសជនយើងនៅគ្រប់ទិសទីបានផ្ដល់តាមរយៈក្រុមការងារបណ្ដាញទូរទស្សន៍កម្ពុជា CTN សរុបពេលនេះមានចំនួន$126,000និងប្រាក់រៀលជាង389លានរៀលក្នុងចំនួនថវិកាសរុបទាំងនោះក្រុមការងារបានដកមួយភាគដើម្បីទៅទិញសម្ភារៈបន្ថែមចែកជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងមានភារកិច្ចនៅទីនោះក្នុងនោះមានអង្ករ116បាវមី1315កេសទឹកសុទ្ធ1338យួរទឹកត្រី530យួរត្រីខ113កេសអង្រឹង100សម្ពុតតង់4x6 50សម្ពុតតង់អាវរងា570ធុងទឹកធំ200បោយដងទឹក200ស្ករស160គីឡូក្រាមឆៃពៅ300គីឡូក្រាមថ្នាំពេទ្យ19កេសធំទឹកកំប៉ុង15កេសទឹកស៊ីអ៊ីវ554យួរទឹកក្រូចដបធំ25យួរទឹកផ្លែឈើ10កេសត្រីងៀត500គីឡូក្រាមទឹកដោះគោ3កេសធំបារី23ប៊ិចតង់ធំ500អាវភ្លៀង1123អាវយឺត140ខោខ្លី54ព្រមទាំងសម្រាប់ផ្សេងជាច្រើនទៀតនេះជាទឹកចិត្តរបស់ខ្មែរដែលទទួលទាំងអស់នេះចឹងបានសូមឲ្យអាជ្ញាធរជាតិនិងអាជ្ញាធរខេត្តទទួលដោយពីទឹកចិត្តខ្មែរយើងទាំងអស់ភាពជិតស្និទ្ធនឹងការផ្ដល់អំណោយរវាងក្រុមការងារ CTN និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារនៅប្រាង្គប្រាសាទព្រះវិហារទាំងភ្លៀងរលឹមនាខណៈនោះរឹតតែបានជួយលើកកម្ពស់ដល់ស្មារតីការពារជាតិនៃយុទ្ធជនប្រដាប់អាវុធរបស់យើងមួយកម្រិតថែមទៀតហើយអំណោយទាំងនេះនឹងបន្តចែកជូនបងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើងតទៅទៀតនៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងបានផ្ដល់សម្ភារៈថវិកាតាមរយៈក្រុមការងារបណ្ដាញទូរទស្សន៍កម្ពុជា CTN បន្ថែមទៀតនោះក្រោមការដឹកនាំលោកជុំនួនរបស់លោកអង្គញាគិតធៀងនិងលោកជំទាវអមដំណើរទៅលោកគិតអ៊ីវអាយដាមតុកកំសាយព្រមទាំងបុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN និងអ្នករួមដំណើរផ្សេងជាច្រើនអ្នកទៀតនៅថ្ងៃទី4ខែសីហាឆ្នាំ2008បានចេញដំណើរនាំយកអំណោយដល់ទឹកចិត្តខ្មែរទៅចែកជូនកងទ័ពដែលឈរជើង3តំបន់នៅស្រុកអន្លង់វែងអំណោយចំនួន3ឡាននិងអំណោយ2ឡានចែកជូនកងទ័ពដែលឈរជើងនៅប្រាសាទតាមាន់ដែលទ័ពសៀមកំពុងមានសកម្មភាពឈ្លានពាននិងអំណោយ3ឡានទៀតចែកជូនកងទ័ពដែលឈរជើងនៅសាអែមនិងអំណោយ3ឡានជូនកងប្រដាប់អាវុធការពារប្រាសាទព្រះវិហារនិងប្រគេនព្រះសង្ឃដែលគង់នៅវត្តសិក្ខាគិរីស្វារៈដែលអំណោយទាំងអស់រួមមានអង្ករ23តោនអំបិល1តោននិង100គីឡូក្រាមមី200កេសក្រមា3500ស្បែកជើងប៉ាតា3000ស្រោមជើង3000អាវភ្លៀង2000
ចបកាប់200កំបិតខ្វៅ200ដៃត្រសេះ30សាប៊ូម្សៅ20ឡាំងខ្សែជ័រ100ដុំការដុងទឹក500ទឹកសុទ្ធ3500យួរទឹកត្រី650យួរទឹកស៊ីអ៊ីវ530យួរសំពត់តង់4x6 1000តង់អង្រឹង500ឆៃពៅ500គីឡូក្រាមប្រហុក1300គីឡូក្រាមបារី20ប៊ិចម៉ាំសាច់100គីឡូក្រាមត្រីខកំប៉ុង11កេសធុងទឹក20ថ្នាំបំបត្តិឈឺចុកចាប់និងគ្រុនក្តៅ32ឡាំងថ្នាំបំបត្តិរាគរូស3ឡាំងធំថ្នាំផ្ដាសាយសាណាហ្វ្លូ4ឡាំងធំថ្នាំផ្ដាសាយប្រូខូលមួយចំនួនថ្នាំសាប់ផលវីតាមីន1ឡាំងធំអាកុលជូត1ឡាំងតូចចានឆ្នាំងកំសៀវស្លាបព្រាមួយចំនួនទៀនព្រះវស្សា8ដើមតែស្ករអំបិលទឹកក្រូចទឹកដោះគោមួយចំនួនទៀតសម្រាប់ប្រគេនព្រះសង្ឃគង់នៅវត្តសិក្ខាគិរីស្វារៈហើយវត្តប្រាសាទព្រះវិហារផងដែរកាន់តគ្នាអត់កាន់តគ្នាចុះប្រគល់ជូនទៅអាដាមហើយនៅមកបានជួយអាដាមជួយចាត់ចែងទៅកងកម្លាំងអាវុធនឹងជារាជលោកសង្ឃខ្ញុំផងជួយជូនទៅអរគុណបងអញ្ចឹងក្នុងនាមខ្ញុំជាអាបារងខេត្តដែលប្រចាំការនៅទីនេះនឹងជួសមុខឲ្យកងកម្លាំងអាវុធយើងទាំងអស់ដែលការពារនៅលើប្រាសាទព្រះវិហារនេះការពារនៅលើទឹកដីដែលសៀនកំពុងតែឈ្លានពាននៅរសៀលថ្ងៃទី16ខែកញ្ញានេះដែរលោកអុកញ៉ាគិតធៀងទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភាជាសៀមប្រធានមូលនិធិ CTN បានជួបប្រជុំជាមួយនឹងឯកឧត្តមស្រីឯកខ្វាន់សៀមមេបញ្ជាការកងវិស្វកម្មអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនិងក្រុមការងារដើម្បីធ្វើការពិភាក្សាវិតម្លៃទៅលើគម្រោងស្ថាបនាផ្លូវពីរំចង់ឃុំគោកមនស្រុកបន្ទាយអំពិលឆ្ពោះទៅលើកំពូលភ្នំទៅកាន់ប្រាសាទតាមាន់ឆ្លងតាមការសិក្សានិងការគិតគូរសន្សំសំចៃខ្ពស់ឯកឧត្តមស្រីឯកខ្វាន់សៀមបានដឹងថាគម្រោងស្ថាបនាផ្លូវនេះបានចែកចេញជាពីរផ្នែកគឺផ្នែកទី1ស្ថាបនាជាផ្លូវក្រាលគ្រួសក្រហមចាប់ពីរំចង់ឃុំគោកមនឆ្ពោះទៅកាន់ជើងភ្នំត្រង់ប្រាសាទចានប្រវែង8គីឡូម៉ែត្រនិងមានទទឹង7ម៉ែត្រដែលគ្រោងនឹងចំណាយអត្ថវិកាប្រមាណ$376,866ដុល្លារអាមេរិកតម្លៃផ្នែកទី2គឺស្ថាបនាជាផ្លូវបេតុងចាប់ពីជើងភ្នំត្រង់ប្រាសាទចានឆ្ពោះទៅកំពូលភ្នំទៅកាន់ប្រាសាទតាមាន់ដែលមានប្រវែង1500ម៉ែត្រដែលនឹងចំណាយអត្ថវិកាចំនួន$7,7384ដុល្លារអាមេរិកសរុបការចំណាយទៅលើគម្រោងស្ថាបនាផ្លូវទៅកាន់ប្រាសាទតាមាន់នេះគឺអស់ចំនួន$1,84,250ដុល្លារអាមេរិកឆ្លងតាមការពិភាក្សាលោកអុកញ៉ាគិតធៀងនិងឯកឧត្តមខ្វាន់សៀមបានឯកភាពទៅលើការវិតម្លៃគម្រោងនេះនិងបានទទួលយកតាមការសិក្សាហើយនឹងគ្រោងបើកការដ្ឋានបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួចគួរបញ្ជាក់ថាបើតាមការអះអាងពីឯកឧត្តមខ្វាន់សៀមបានដឹងថាតម្លៃនៃការស្ថាបនាផ្លូវនេះអាចនឹងមានការធ្លាក់ចុះប្រសិនបើតម្លៃប្រេងឥន្ធនៈធ្លាក់ចុះហើយគុណភាពនឹងត្រូវបានធានាដើម្បីឲ្យស្របទៅនឹងការបរិច្ចាគទឹកចិត្តនិងធនធានរបស់ប្រជាពលរដ្ឋក្នុងការស្ថាបនានេះប្រតិភូក្រុមការងារដឹកនាំដោយអាដាមអង្គញាគិតធៀងរួមដំណើរដោយអាដាមតុកកំសាយទីប្រឹក្សាសម្ដេចអគ្គមហាធម្មពោធិសាជាស៊ីមប្រធានព្រឹទ្ធសភានិងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុអស់លោកស្រីជាសមាជិកក្រុមការងារបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវឆ្ពោះទៅកាន់ប្រាសាទតាមាន់និងសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងមមាញឹកក្នុងការស្ថាបនាផ្លូវនៅតំបន់ប្រាសាទតាមាន់ក្នុងខេត្តឧត្តរមានជ័យដើម្បីចូលរួមអភិវឌ្ឍជាតិចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិអាដាមអង្គញាគិតធៀងបានចុះជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនិងមានការចូលរួមគាំទ្រយ៉ាងច្រើនពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសតាមរយៈមូលនិធិ CTN ដើម្បីកសាងផ្លូវឆ្ពោះទៅកាន់ប្រាសាទតាមាន់ដែលមានប្រវែងសរុបចំនួន8,200ម៉ែត្រជាក់ស្ដែងពេលនេះអាដាមអង្គញាគិតធៀងបាននាំយកនៅថវិកាសរុបចំនួន200លានរៀលដែលជាអំណោយរបស់អាដាមអង្គញានិងលោកជំទាវផ្ទាល់ទៅឧបត្ថម្ភបន្ថែមជូនកងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទមានភារកិច្ចឈរជើងស្ថាបនាផ្លូវឆ្ពោះទៅកាន់ប្រាសាទតាមាន់ជាមួយនឹងការប្រគល់ថវិកានៃសោតអាដាមអង្គញាគិតធៀងបាននាំយកអំណោយដែលមានការចូលរួមពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសរួមមានមីចំនួន200កេសនិងបារីចំនួន